ចំណងជើងនៃអេពីសូតទី4នេះតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានដេញមិត្តស្រីរបស់ខ្ញុំចេញពីផ្ទះបន្ទាប់ពីគាត់បានវិនិច្ឆ័យខ្ញុំភេទប្រុសអាយុ36ឆ្នាំបានសេពគប់មិត្តស្រីរបស់ខ្ញុំឈ្មោះ Mandy ភេទស្រីអាយុ34ឆ្នាំរយៈពេល6ខែហើយផ្ទះរបស់ខ្ញុំនៅជិតកន្លែងធ្វើការរបស់គាត់ជាងអញ្ចឹងគាត់តែងតែមកគេងនៅផ្ទះរបស់ខ្ញុំមួយសប្តាហ៍2ទៅ3ថ្ងៃអីដែរហើយគាត់មានសោចេញចូលហើយជាទូទៅគាត់ចេញពីធ្វើការមុនខ្ញុំដូច្នេះជាញឹកញាប់គាត់តែងតែទៅដល់ផ្ទះមុនខ្ញុំមានជំងឺថប់អារម្មណ៍និងតែងតែទៅជួបពេទ្យខាងផ្លូវចិត្តមួយខែម្ដងខ្ញុំជាមនុស្សមានរបៀបចូលចិត្តធ្វើអីតាមទម្លាប់ដដែលឧទាហរណ៍ថាពេលដែលខ្ញុំមកដល់ផ្ទះខ្ញុំដាក់ចំណីឲ្យឆ្មាខ្ញុំមុនបន្ទាប់មកខ្ញុំលាងដៃបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមធ្វើម្ហូបញ៉ាំហើយរៀបចំលាងទុកដាក់វិញខ្ញុំមិនបានរំពឹងឲ្យគាត់ធ្វើការងារផ្ទះឲ្យខ្ញុំទេប៉ុន្តែខ្ញុំគិតថាយ៉ាងហោចណាស់ពេលដែលគាត់ញ៉ាំអីហើយគួរតែយកចានអញបានញ៉ាំហើយនឹងយកទៅដាក់កន្លែងលាងឲ្យស្រួលបួលពេលដែលខ្ញុំយករឿងនឹងទៅបញ្យល់គាត់បែរជាសួរមកខ្ញុំវិញថាកើតអូទីសឹមអីខ្ញុំក៏ឆ្លើយទៅគាត់វិញថាមិនអញ្ចឹងទេប៉ុន្តែវាគ្រាន់តែជាទម្លាប់ហើយនឹងការគួរសមប្រចាំថ្ងៃធម្មតាប៉ុណ្ណោះបើទោះជាបងកើតអូទីសឹមក៏បងនៅតែសុំត្រឹមតែប៉ុណ្្នឹងដែរក្រោយមកគាត់នៅតែអញ្ចឹងដដែលពេលដែលខ្ញុំមកដល់ផ្ទះវិញចានបាយដែលបានញ៉ាំហើយនឹងគឺនៅរីពេញនឹងកៅទឹកដែលបានផឹកហើយនឹងគឺនៅគ្រប់កន្លែងក្រៅតែពីកន្លែងដែលលាងខ្ញុំចាប់ផ្ដើមសួរគាត់ថាហេតុអីមិនព្រមយកទៅដាក់កន្លែងលាងគាត់ក៏និយាយមកខ្ញុំវិញថាទៀតអូទីសឹមនឹងទៀតមើលទៅបែងគួរទៅពិនិត្យចេញហើយយប់មិញពេលដែលខ្ញុំមកដល់ផ្ទះគាត់បានពឹងឲ្យខ្ញុំជួយយកកូកាឲ្យគាត់មួយកំប៉ុងខ្ញុំថាចាំបងដាក់ចំណីឲ្យឆ្មាឲ្យសិនគាត់ក៏ចាប់ផ្ដើមស្រែកថា you autistic ខ្ញុំអត់ច្បាស់ថាខ្មែរប្រែថាម៉េចអីចំន័យណាប៉ុន្តែវាថាវាមានន័យឈួតអូទីសឹមអីចឹងណាវាថាពាក្យអាក្រក់ស្ដាប់មែនតើណាពាក្យធ្ងន់មែនតើណាអ្នកឯងក៏អាចធ្វើខុសពីទម្លាប់នឹងសំបីតែម្ដងពេលណាបានទទួលយកការពិតទៅហើយទៅតេស្តអូទីសឹមនឹងចេញខ្ញុំក៏បានដេញគាត់ចេញបើទោះជាខ្ញុំអូទីសឹមក៏ដោយក៏មិនមែនជារឿងរបស់គាត់ទៀតដែរគាត់ខឹងហើយក៏បានចេញទៅក្រោយមកទៀតគាត់ក៏បានផ្ញើពី3វីដេអូតាក់ទងនឹងអូទីសឹមឲ្យខ្ញុំហើយគាត់និយាយថាគាត់គ្រាន់តែចង់ជួយខ្ញុំប៉ុណ្ណោះដូច្នេះតើខ្ញុំជាមនុស្សអាក្រក់ឬទេព្រោះខ្ញុំអត់ចូលចិត្តឲ្យផ្ទះខ្ញុំក៏ក្រិចអូខេខ្ញុំមិនដឹងថាម្នាក់ស្រីនឹងថៃទេបើសិនជាម្នាក់ស្រីនឹងជាកូនរបស់ម៉ាក់ខ្ញុំគឺតក់ហ្មងគ្រួសារខ្ញុំមិនមែនតែតឹងតែងតឹងរឹងអីទេខ្ញុំកូនតែម្នាក់ឯងអញ្ចឹងប៉ុន្តែយ៉ាងហោចណាស់គួរមានរបៀបប៉ាម៉ាក់ខ្ញុំគាត់រៀងប្រកាន់អារឿងក្នុងផ្ទះហ្នឹងដែលយើងអត់សូវមានរបៀបញ៉ាំកន្លែងណាទៅកន្លែងហ្នឹងគឺគាត់អត់នេះទេគាត់អត់ទទួលយកអាទង្វើបែបអាចរិតអញ្ចឹងទេអូខេម្នាក់ប្រុសហ្នឹងគាត់ he's not the asshole of course គាត់អត់អាក្រក់ទេមានតែអាក្រក់ទេនិយាយទៅម្នាក់ប្រុសហ្នឹងគួរសំបែងម្នាក់ស្រីហ្នឹងហ្មងព្រោះអី there's no point រស់នៅជាមួយមនុស្សចឹងអានេះគ្រាន់តែជា boyfriend girlfriend ទេណាអត់ទាន់នៅមួយគ្នាជាប្តីប្រពន្ធផងវាពិបាកប៉ុណ្្នឹងហើយនិយាយទៅរឿងហ្នឹងវាតាក់ទងនឹងការមិនគោរពគ្នាទេហើយអត់ឲ្យតម្លៃគ្នាខាងស្រីហ្នឹងគឺចេញមកគឺអត់គោរពខាងប្រុសសោះហ្មងស្ដាប់មើលទៅខាង OP ខាងប្រុសហ្នឹងគឺគាត់ព្យាយាមយល់ប្រហែលដងហើយគាត់ព្យាយាមនិយាយដែរតែនៅនិយាយអត់ចូលគ្នាទៀតអញ្ចឹងមានអញ្ចឹងហ្មងហើយបើអ្នកទាំងអស់គ្នាមានគំនិតមតិយ៉ាងណាចង់ថែមលបោយម្នាក់មួយម៉ាត់ពីរម៉ាត់អីចាំជួយ comment នៅខាងក្រោមហ្នឹងផង so ហ្នឹងហើយមានតែប៉ុណ្្នឹងទេអេពីសូតនេះចាំជួបគ្នានៅអេពីសូតក្រោយបាយ